ចាជំរាបសួរថ្ងៃនេះនាងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបធ្វើប៉ាស្តាប៉ាស្តាសម្រាប់ baby អាយុ1 ឆ្នាំឡើងចាហើយក្នុងនោះគ្រឿងផ្សំគឺមានដូចជាប៉េងប៉ោះ2ផ្លែខ្ទឹមបារាំង1ផ្លែនិងល្ពៅចាល្ពៅមួយចំណិតល្មមប្រហែលប៉ុណ្ណឹងណាហ្នឹងហើយពួកនាងខ្ញុំធ្វើប្រហែលស្មានទេមិនប្រកាសថាប៉ុណ្ណាទេមើលថាល្មមចូលគ្នាបានល្អហ្នឹងហើយហើយនេះជាប្រភេទប៉ាស្តាពណ៌រៀងកម្ៅតិចព្រោះថាពណ៌នេះគឺអូនគាត់បើគាត់ហូបទៅគឺបាត់ជើងស្រួល visible ជា fiber ច្រើនមានសាច់គោលាយជាមួយសាច់ជ្រូកហាន់ច្រាំប្រេងឆាព្រមទាំងប៉េងប៉ោះតែគេកិនរួចបងប្អូនបើយើងអត់មានអាហ្នឹងក៏បានដែរចាប៉ុន្តែក្នុងនោះនាងខ្ញុំអត់មានដាក់អំបិលអីទេព្រោះអីគាត់អត់ទាន់ដល់2 ឆ្នាំព្រោះអីសម្រាប់ក្មេង2 ឆ្នាំចុះក្រោមគេអត់ទាន់ឲ្យញ៉ាំអំបិលនៅឡើយទេតែយ៉ាងណាក៏យើងជៀសវាមិនរួចដែរព្រោះអីនៅក្នុងនេះក៏វាមានអំបិលខ្លះណាវាជាប្រភេទអាហារទុកបានយូរអញ្ចឹងគេធ្វើដាក់អំបិលដើម្បីទុកបានយូរហើយក្នុងនោះចង់ដឹងថាអំបិលមានចំនួនប្រមាណក្នុង100 ក្រាមគឺយើងមើលនៅក្នុងនេះចានេះគឺអំបិលគឺមានរហូតដល់ទៅ 0.20 ក្រាមគឺវាមិនច្រើនទេបងប្អូនបើសិនជាយើងចង់ជ្រើសរើសបបរឬក៏អាហារកំប៉ុងសម្រាប់កូនចាសម្រាប់កូនរបស់យើងហ្នឹងណាយើងត្រូវមើលនេះចា100 ក្រាមមកមានអំបិលអត់ដល់100អត់ដល់1 ក្រាមអាហ្នឹងអត់អីទេចាគឺអូនអាចញ៉ាំបានប៉ុន្តែបើលើសពី1 ក្រាមវារៀងច្រើនបន្តិចដោយសារតែក្នុងនេះមានអំបិលហើយអញ្ចឹងនាងខ្ញុំអត់ថែមអំបិលអីទៀតទេគឺយើងធ្វើដាក់តែគ្រឿងផ្សំដែលនាងខ្ញុំរៀបរាប់ជូនបាញ់មិញហ្នឹងចាឥឡូវនេះខ្ញុំសូមបង្ហាញពីរបៀបធ្វើតែម្ដងចាជាដំបូងយើងត្រូវធ្វើការដាំទឹកជាមុនសិនដើម្បីស្រោះនេះប៉ាស្តារបស់យើងចាហើយក្នុងប៉ាស្តានីមួយៗបងប្អូនអាចរើសយកពណ៌សក៏បានមានរូបរាងផ្សេងគ្នាប៉ុន្តែប្រភេទប៉ាស្តានេះគឺនាងខ្ញុំគិតថាវាទុយល្មមណាអូនអាចញ៉ាំបានបើសិនជាយើងគិតថាកូនយើងប៉ុណ្ណេះកូនយើងញ៉ាំពិបាកទៅពីអញ្ចឹងយើងអាចកាត់វាឬក៏កិនវារៀងតូចជាងនឹងអញ្ចឹងណាចាអញ្ចឹងឥឡូវនេះនាងខ្ញុំធ្វើការស្រោះប៉ាស្តាជាមុនសិនមុននឹងយើងចូលដល់ដំណាក់កាលនៃការធ្វើសោសរបស់វាចាឥឡូវនេះយើងធ្វើការស្រោះប៉ាស្តាជាមុនសិនសម្រាប់ប៉ាស្តានេះគឺត្រូវប្រើរយៈពេល7 ទៅ 8 នាទីដើម្បីឲ្យវាឆ្អិនណាចាប៉ុន្តែយើងអាចចម្អិនវាឲ្យវាយូរជាងពេលវេលាកំណត់បានព្រោះថាអូនគាត់នៅប្រវៀនគាត់នៅខ្ចីអញ្ចឹងយើងអាចឲ្យរៀងទន់តិចក៏បាននៅពេលទឹកពុះនេះគឺយើងអាចបន្ថយភ្លើងបន្តិចចាឥឡូវនេះប៉ាស្តាបានស្រោះរួចរាល់ហើយនាងខ្ញុំទុកទឹកតិចចានៅក្នុងប៉ាស្តានេះយើងអាចដាក់ចានផ្សេងក៏បានតែនាងខ្ញុំដាក់ក្នុងចានតែមួយចាស្រួលដើម្បីទុកនៅពេលយើងឆាគ្រឿងវាហ្នឹងយើងចាក់ទឹកនឹងចូលឲ្យវាមានឲ្យជារសហើយប៉ាស្តានេះយើងអាចញ៉ាំអត់ញ៉ាំជាមួយទឹកនេះទេណាបើសិនជាយើងចាក់ទឹកនឹងអត់អស់ទេប្រើអត់អស់ទេគឺត្រូវចាក់ចោលព្រោះប៉ាស្តាបើទុកជាមួយទឹកយូរពេកវាអាចរិចចាឥឡូវនេះមកមើលការឆាសោសទាំងអស់គ្នាដំបូងយើងចាក់ប្រេងចូលបន្តិចទៅណាចាឥឡូវនេះខ្ញុំចាក់ខ្ទឹមបារាំងចូលថា2 នាទីហើយអញ្ចឹងយើងចាប់ដើមដាក់សាច់ចូលសាច់គោហើយនិងសាច់ជ្រូកជ្រូកសាច់គោចូលឆាវាឲ្យស្រាប់ចឹងណាលេងទៅណាចា
នៅពេលដែលយើងឆាបានប៉ុណ្ណេះហើយយើងចាប់ដាំដាក់នេះពេញប៉ោះដាក់កិនរួចហ្នឹងដាក់ថែ2ស្លាបព្រាកាហ្វេបងប្អូនចា1 2យើងច្បល់ចូលស្រាប់មកពេលយើងដាក់គ្រឿងហើយយើងនឹងបន្ថយភ្លើងបន្តិចបើបន្ថយមិនទាន់ទេអាចខ្លោចទេបងប្អូនព្រោះនេះខ្ញុំឆានៅក្នុងឆ្នាំងនេះឆ្នាំងសម្បល់វាស្រាប់ទៅចាឥឡូវឃើញពណ៌វាស្អាតណាហើយជាតិក៏ឆ្ងាញ់បានប៉ុណ្ណេះហើយយើងចាក់ល្ពៅចូលពណ៌ស្អាតហើយល្ពៅនេះវាជួយឲ្យបបររបស់យើងហ្នឹងមិនបបរទេចាគឺអសោញ៉ាក់សូបប៉ាស្តាហ្នឹងគឺខាប់វាល្មួតហើយល្ពៅក៏វាល្អសម្រាប់សុខភាពមានរសជាតិផ្អែមបែបធម្មជាតិមិនបាច់ដាក់ស្ករហើយអំបិលគឺខ្ញុំអត់ដាក់ទេគឺជាយាមមិនដាក់ព្រោះអីយើងរបស់ដែលយើងឲ្យអូនញ៉ាំហ្នឹងគឺច្រើនគឺមានអំបិលនៅក្នុងខ្លះហើយរបស់យើងទិញគេស្រាប់ហ្នឹងដូចជារបស់កំប៉ុងមិញក៏ចឹងដែរចាកំប៉ុងរបស់កំប៉ុងមិញហ្នឹងណាគឺវាមានអំបិលស្រាប់នៅក្នុងហ្នឹងអញ្ចឹងខ្ញុំព្យាយាមអត់បន្ថែមអីពីលើទៀតទេព្រោះអីវាមានអំបិលនៅក្នុងនោះស្រាប់យើងកូរវាឲ្យសព្វចឹងទៅហើយចាបាល់ឲ្យសព្វចឹងណាពណ៌ស្អាតចាចូលមកទៀតយើងដាក់ទឹកប៉ះចូលវាសព្វហើយបន្ទាប់មកយើងថែមទឹកនៅក្នុងប៉ាស្តានេះណាថែមចូលដើម្បីកុំឲ្យវាខ្លោចបាត់ហើយយើងនឹងងាស់ជាមួយល្ពៅទុកទឹកច្រើនទៅកាន់តែល្អចានេះចាក់ចូលទៅនេះគឺមានទឹកណាវាឡើងខ្លោចហើយយើងអាចងាស់វាដោយបិទគម្របណាចាយើងអាចងាស់វាដោយបិទគម្របដើម្បីឲ្យល្ពៅនឹងឆាប់ឆ្អិនឆាប់ផុយចាគ្រប់គ្របមកងាស់វាមួយរយៈសិនចាឥឡូវនេះបានប៉ុណ្ណឹងទៅពេលយើងងាស់អាចថែមទឹកម្ដងតិចចឹងណារហូតដល់បានប៉ុណ្ណឹងងាស់បិទគម្របណាចាឥឡូវនេះគឺឆ្អិនហើយចាឥឡូវនេះសាសរបស់យើងធ្វើរួចហើយនេះខ្ញុំដាក់លាយជាមួយនឹងប៉ាស្តាសម្រាប់ baby ខ្លះគាត់អត់ទាន់ចេះទៅពេលយើងអាចកិនវាជាមួយនឹងម៉ាស៊ីនកិនរៀងសល់ចំណុចធំតិចណាហ្នឹងហើយសម្រាប់អានេះដែលនៅសល់គឺយើងអាចទុកក្នុងទូទឹកកកយើងធម្មតាហ្នឹងរយៈពេល3ថ្ងៃញ៉ាំបានណាបើសិនជាយើងគិតថា3ថ្ងៃអូនញ៉ាំដែលពេកយើងអាចដាក់ក្នុងអាទូកកដាក់ក្នុងប្រអប់ដាក់ក្នុងចាអរគុណច្រើនសម្រាប់ការតាមដានទេសនាហើយកុំភ្លេចជួយ like និង share ទាំងអស់គ្នាអរគុណ